សូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់គ្នាចារីករាយណាស់ស្វាគមន៍មកកាន់ page និង channel ស្រីផាត់ម្ហូបឆ្ងាញ់ចាមុខម្ហូបមួយមុខនេះគេច្រើនតែធ្វើញ៉ាំនៅកម្មវិធីជួបជុំបងប្អូនឬក៏កម្មវិធីជប់លៀងចាញោមពោះគោទឹកប្រហុកចាម្ហូបមួយមុខនេះគឺជាគ្រឿងក្លែមសម្រាប់បងប្អូនចូលចិត្តញ៉ាំគ្រឿងក្លែមចាកុំភ្លេចធ្វើញោមពោះគោទឹកប្រហុកនេះមានរសជាតិឆ្ងាញ់ណាបងប្អូនចាឥឡូវនេះនាងខ្ញុំចាប់ផ្ដើមស្ងោរពោះគោយើងថ្ងៃបងប្អូនសម្រាប់ការស្ងោរពោះគោនេះនាងខ្ញុំដាក់អំបិលបន្តិចស្ករបន្តិចប៊ីចេងបន្តិចហើយនឹងដាក់ទឹកត្រីបន្តិចផងដែរហើយគ្រឿងធ្វើឲ្យពោះគោឈ្ងុយមានគល់ស្គ្រៃរំដេងស្លឹកក្រូចចាដំបែបទួដាក់ចូលទៅហើយសម្រាប់ពោះគោគឺនាងខ្ញុំធ្វើបានស្អាតហើយបងប្អូនពោះគោនេះ1គីឡូចាមុននឹងយកមកស្ងោរបែបនេះគឺនាងខ្ញុំដាំទឹកស្រស់និងលាងទឹកបានស្អាតរួចរាល់ហើយដាក់ពោះគោចូលក្នុងឆ្នាំងរំងាស់បានមួយផ្លែតពោះគោយើងបានពុះខ្ជូរឡៃបងប្អូនស្ងោរបានមួយសន្ទុះធំឥឡូវនេះគឺពោះគោនេះខ្ញុំបានផុយហើយចាយើងចូលសូមចុចមើលបែបហ្នឹងណាចាសម្រាប់ពោះគោយើងផុយហើយគឺនាងខ្ញុំស្រង់ទុកមួយឡៃសិនបងប្អូនចាសម្រាប់ការទិញពោះគោនេះបងប្អូនអាចប្រាប់អ្នកលក់ថាយើងកំងយកគ្រប់មុខគេនឹងរៀបចំឲ្យយើងតែម្ដងចាហើយនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើពោះគោទឹកប្រហុកយើងនឹងចាសម្រាប់គ្រឿងផ្សំហ្នឹងគឺមានពោះគោចាហើយនេះគឺជាទឹកប្រហុកនេះខ្ញុំយកទឹកស្ងោរពោះគោយកមកធ្វើទឹកប្រហុកហើយនេះម្សៅស៊ុបស្ករត្នោតចាបន្ទាប់មកមានប៊ីចេងទឹកត្រីចាបន្ទាប់មកមានសណ្តែកដីចាសម្រាប់សណ្តែកដីនេះគឺលីងបានឈ្ងុយហើយបងប្អូនចាគ្រឿងផ្សំបន្តមានគល់ស្ក្រៃសម្រាប់គល់ស្ក្រៃនេះមាន4-5គល់ដែរបន្ទាប់មកមានខ្ទឹមក្រហមខ្ទឹមសរំដេងចាហើយបន្ទាប់មកមានស្លឹកក្រូចចាផ្លែក្រូចនិងម្ទេសគ្រឿងបន្តមានជីគ្រប់មុខបងប្អូនចាឥឡូវរៀបចំទៅធ្វើគ្រឿងហើយបងប្អូនចាសម្រាប់គ្រឿងមុនដំបូងគេនេះគឺនាងខ្ញុំហាន់គល់ស្ក្រៃបងប្អូនសម្រាប់គល់ស្ក្រៃនេះយើងហាន់យកគល់ខ្ចីរបស់ស្ក្រៃចាបន្ទាប់មកនាងខ្ញុំហាន់ខ្ទឹមក្រហមសម្រាប់ខ្ទឹមក្រហមនេះនាងខ្ញុំហាន់2មើមផងដែរចាហាន់ជាចំណិតបែបហ្នឹងមកដូចនាងខ្ញុំបង្ហាញជូនបងប្អូននៅក្នុងវីដេអូនេះអញ្ចឹងចាបន្ទាប់ពីហាន់ខ្ទឹមក្រហមបាន2ដុំរួចរាល់ហើយយើងខ្ញុំចាប់ផ្ដើមហាន់ខ្ទឹមសម្ដងចាសម្រាប់ខ្ទឹមសនេះយើងខ្ញុំប្រើ8កំពឹសហើយយើងបកសបោយបានស្អាតអញ្ចឹងណាបងប្អូនចាហើយនេះគឺជារំដេងចារំដេងនេះចិតសបោយបានស្អាតហើយយើងខ្ញុំយកមកហាន់ជាចំណិតស្ដើងបែបហ្នឹងនិយាយអញ្ចឹងនេះខ្ញុំក៏ហាន់ជាសរសៃឆ្មាផងដែរបងប្អូនចាសម្រាប់គ្រឿងបន្តមានស្លឹកក្រូចសម្រាប់ស្លឹកក្រូចនេះគឺហាន់បែបល្អិតបែបហ្នឹងដូចនឹងខ្ញុំបានបង្ហាញជូនចាបន្ទាប់មកគ្រឿងបន្តមានដូចជាម្ទេសចាសម្រាប់ម្ទេសនេះចានាងខ្ញុំប្រើរៀងច្រើនបន្តិចដែរបងប្អូនតែនេះហាន់ជាចំណិតស្ដើងបែបហ្នឹងចានិយាយអញ្ចឹងសម្រាប់ញោមនេះក៏មានក្រូចឆ្មាដែរបងប្អូនសម្រាប់ក្រូចឆ្មានេះហាន់ជាចំណិតស្ដើងចាទុកច្បាច់ដាក់ចូលទឹកញោមរបស់យើងចាហាន់រួចរាល់ហើយបងប្អូនគ្រឿងទាំងអស់ហ្នឹងគឺធ្វើតែមួយផ្លែតហើយឥឡូវនេះហាន់ពោះគោម្ដងសម្រាប់ពោះគោស្ងោរបានផុយល្អហើយចាហើយនិយាយរឿងគ្រឿងផ្សំនាងខ្ញុំខ្លាចបងប្អូនទស្សនាអត់តាន់ណាចាឥឡូវនេះនាងខ្ញុំក៏បង្ហាញជូនបន្តិចទៀតចាសម្រាប់ពោះគោនេះគឺនាងខ្ញុំយកមកហាន់ជាចំណិតស្ដើងចាដូចបងប្អូនបានឃើញនាងខ្ញុំហាន់ហើយចាបងប្អូនចូលចិត្តហាន់បែបតូចឬធំបែបណាចាអាចហាន់តាមចំណង់ចំណូលចិត្តទៅហើយនិយាយរឿងពោះគោនេះដែរគឺយើងហាន់បែបមិនធំពេកឬក៏មិនតូចពេកពេលដែលយើងញ៉ាំទៅ
ចាយើងញោមទៅគឺចូលជាតិគ្រឿងឆ្ងាញ់ហើយញ៉ាំក៏ងាយស្រួលក្នុងការញ៉ាំផងដែរហាន់ពោះគោបានរួចរាល់នេះខ្ញុំចាប់ផ្ដើមទៅបុកសណ្តែកដីចាសម្រាប់សណ្តែកដីនេះកន្លះកូនចានផងដែរខ្ញុំបុករៀងញំឯណាបងប្អូនអត់ហ៊ានឲ្យម៉ត់ខ្លាំងឯងពីព្រោះយើងញោមទៅចាពេលដែលយើងញ៉ាំប៉ះសណ្តែកដីជ្រុបក៏ឆ្ងាញ់ម្យ៉ាងដែរបងប្អូនចាបន្ទាប់ពីបុកសណ្តែកដីបានរួចរាល់នាងខ្ញុំក៏ដាក់នៅក្នុងចានទុកមួយឡែកសិនចាឥឡូវនេះនាងខ្ញុំចាប់ផ្ដើមបែរមកលាយទឹកញ៉ាំម្ដងចាសម្រាប់ទឹកញ៉ាំពោះគោនេះនាងខ្ញុំប្រើស្ករត្នោត1ស្ព្រាបាយពេញចាហើយសម្រាប់ទឹកប្រហុកនេះគឺនាងខ្ញុំស្ងោរពោះគោនាងខ្ញុំយកទឹកស្ងោរហ្នឹងមកជ្រុំជាមួយនឹងប្រហុកយើងហ្នឹងសម្រាប់ទឹកប្រហុកប្រើ2វែកចាទឹកត្រី1ស្ព្រាបាយប៊ីចេង1ស្ព្រាកាហ្វេចាម្សៅស៊ុប1ស្ព្រាកាហ្វេលាយគ្រឿងបានរួចរាល់នាងខ្ញុំកូរចាធ្វើការកូរស្កររបស់យើងនឹងឲ្យបានបែកជាមួយនឹងទឹកប្រហុកយើងនឹងចាសម្រាប់ការញ៉ាំពោះគោបងប្អូនប្រើស្ករត្នោតគឺមានរសជាតិឆ្ងាញ់កូរចុះកូរឡើងហើយក៏ច្របាច់ក្រូចឆ្មាចូលសម្រាប់ក្រូចឆ្មានេះគឺនាងខ្ញុំប្រើ2ចំណិតបងប្អូនចាច្របាច់ក្រូចឆ្មាចូលរួចរាល់យើងក៏កូរទឹកនឹងម្ដងទៀតចាដើម្បីឲ្យគ្រឿងរបស់យើងនឹងចាចូលបានសព្វជាតិជាមួយនឹងក្រូចឆ្មាចាកូរចុះកូរឡើងបងប្អូនអាចទឹកញ៉ាំរួចរាល់ហើយនឹងខ្ញុំចាប់ផ្ដើមញ៉ាំតែម្ដងឥឡូវនេះគឺដាក់ពោះគោចូលក្នុងចានហើយគ្រឿងដែលត្រូវញ៉ាំមានគល់ស្លឹកគ្រៃហាន់បន្ទាប់មកមានខ្ទឹមក្រហមខ្ទឹមសហាន់ជាចំណិតស្ដើងចារំដេងស្លឹកក្រូចម្ទេសចាសម្រាប់ម្ទេសនេះដាក់រៀងច្រើនបន្តិចដែរចាបន្ទាប់មកនឹងខ្ញុំស្រូបទឹកដែលយើងបានលាយមិញចូលសម្រាប់ទឹកញ៉ាំនេះនឹងខ្ញុំប្រើ3វែកចា3វែកតូចហ្នឹងណាបងប្អូនចាស្រូបទឹកញ៉ាំបានរួចរាល់ហើយចាប់ផ្ដើមច្របល់ឲ្យបងប្អូនច្របល់គ្រឿងចាឲ្យចូលជាតិជាមួយនឹងសាច់របស់យើងចាសម្រាប់ពោះគោនេះគឺផុយល្មមឆ្ងាញ់ហើយពេលដែលយើងច្របល់គ្រឿងទាំងអស់ហ្នឹងទៅគឺចូលជាតិនៅក្នុងសាច់តែម្ដងហើយនៅសល់គ្រឿងប៉ុណ្ណឹងនឹងខ្ញុំដាក់ចូលទាំងអស់តែម្ដងបងប្អូនចាសម្រាប់គ្រឿងបន្តមានសណ្តែកដីលីងដែលយើងបុកមិញហ្នឹងដាក់ចូលតែម្ដងចាហើយជីគ្រប់មុខបងប្អូនញ៉ាំនេះគឺខ្វះជាតិបានទេណាចាពេលដែលយើងដាក់ជីទៅគឺមានរសជាតិឈ្ងុយឆ្ងាញ់និយាយអញ្ចឹងចាសម្រាប់ការញ៉ាំនេះបងប្អូននាងខ្ញុំញ៉ាំជាមួយនឹងស្ព្រាសមដូចអត់សូវស្រួលឥឡូវនេះនាងខ្ញុំច្របាច់យកតែដៃតែម្ដងចាយើងពាក់ស្រោមដៃទៅហើយយើងច្របល់បែបហ្នឹងចាហើយសម្រាប់ញ៉ាំបងប្អូនចូលចិត្តចាជូរហឹរប្រៃផ្អែមបែបណាដាក់តាមចំណង់ចំណូលចិត្តទៅសម្រាប់នាងខ្ញុំក្នុងថ្ងៃនេះញ៉ាំនេះទាន់តែជូរហឹរប្រៃផ្អែមទើបឆ្ងាញ់និយាយរឿងញ៉ាំនេះបើមានទឹកជាអីណាបងប្អូនចាមិនដឹងឆ្ងាញ់យ៉ាងណាទេនាងខ្ញុំនិយាយលេងទេបងប្អូនចាយើងអាចញ៉ាំជាមួយបាយក៏បានដែរចានិយាយចឹងបងប្អូនទស្សនាហើយធ្វើញ៉ាំដែរទេចាហើយទំនងញ៉ាំទេបងប្អូនចាឥឡូវនេះបានញ៉ាំរួចរាល់ហើយបងប្អូនចានេះគឺក៏សូមអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំចាតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ like ជួយ share ចានិងជួយ follow page ជូននាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីៗពីនាងខ្ញុំរាល់ថ្ងៃចាអរគុណច្រើន